បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបានទៀតហើយនៅវីដេអូថ្មីបាទបងប្អូនហើយថ្ងៃនេះគឺខ្យល់ល្អមែនទែនថ្ងៃទី24ខ្យល់ដូចព្យុះចឹងបងប្អូនមើលដើមដូងចង់ប៉ើងហើយសំឡេងវិញហើយឥឡូវគឺម្នាក់ឯងសុតសាតនេះចងជាប់លបងនោះហើយនេះជាប់លបងនោះហើយអញ្ចឹងគឺយកខ្លែងពណ៌ត្រួយចេកខ្ចីខ្ញុំនេះយកមកសាក់ឲ្យបងប្អូនត្រួយចេកខ្ចីស្លាមមូលនេះតែឥឡូវអត់មានធីមមានអីទេមានគ្នាទេអញ្ចឹងម្នាក់ឯងសុខសាតអញ្ចឹងមានតែបន្លាយខ្សែហើយចងអីហើយគប់យកតែម្ដងឥឡូវវាឃើញថាវាខ្យល់វាយគ្រាន់បើដែរអញ្ចឹងឲ្យបងប្អូនមើលតិចសិនឯកណាត់ឯកឲ្យរូបរាងខ្លែងបងប្អូនមើលសិនទៅវាចិត្តខ្យល់ដែរមើលវាហោះមិនហោះបងប្អូនខ្យល់វាយខ្លាំងមែនទែនតែអត់ឃើញខ្លែងមានហោះទេនៅនេះចិត្តខ្ញុំនេះអត់មានអញ្ចឹងគឺគួយទាំងថ្ងៃក្តៅហើយបាទឥឡូវកុំឲ្យចាំយូរចោលមកខ្លាំងគប់តែម្ដងទៅអ្នកឯងហ្នឹងហោះ1 2 3ហឹបអត់មើលហឹបអូស្អឹងរឹងមិនហ្នឹងកវីទៅបានមិនបានវិញមើលអូហើយបងប្អូនហោះហើយខ្លែងខ្ញុំហោះហើយញ៉ៃកតុយទៀតហ៎គឺលើកមុនអត់ញ៉ៃកតុយម្ដងនេះចេះញ៉ៃកតុយហ៎ហើយមួយនេះអាយ៉ាអត់ស្អាតទៀតឥឡូវយើងទៅមើលពីមុខបងប្អូនទៅមើលពីមុខទៅមើលជាប់ខ្យល់អត់មើលជាប់ខ្យល់ខ្ញុំបោះទុកចោលហ្នឹងហ៎បន្ទាប់ពីធ្វើខ្លែដែលហោះឥឡូវលេងស្លាមមូលឥឡូវហោះហើយបងប្អូនហោះហើយឥឡូវខ្ញុំទៅមើលពីមុខម្ដងបិទសិនបិទវីដេអូសិនវារៀងនេះដែរវាចង់ផ្អៀងមិនទេមិនដឹងថាមកពីខ្យល់មកពីអីខ្យល់ហោះខ្លែងហោះឈៀកទៅលិចវិញអូតាមពិតមិនមែនផ្អៀងទេបងប្អូនតាមខ្យល់ទៅពេលខ្យល់នេះវារៀងមកកើតវិញដែរអញ្ចឹងគឺថាខ្លែងយើងហោះហើយបងប្អូនយើងហោះហើយឯកស្រែកចុំជាឥឡូវអត់ទាន់ឲ្យខ្សែតែមើលវាកឡាប់អត់អញ្ចឹងនឹងថាវាកឡាប់អត់ពូបើខ្លែងអត់ហោះវាកឡាប់ខ្ញុំធ្លាប់ធ្វើវាពូក៏កឡាប់អញ្ចឹងចាំមើលសិនតិចទៀតសិនឯងក៏ស្រែកមមដែរឯងលឺតែប្រហែលជាលឺដល់ទេក្នុងតាំងណាចូលជុំយើងលេងជុំต้องប្រហែលlàពណ៌ទៅក្រូចធំហ្នឹងកឡាប់រោមកអត់អីចលនានឹងផងម៉ោង12ថ្ងៃត្រង់ហើយមកហោះខ្លែងបាទបងប្អូនឥឡូវគឺបានសម្រាប់ហើយតែវាហោះដូចអត់ទាន់ថាស្រួលទេឡើងចុះមិនទេចោលមកពីលិចវិញអត់យល់មកពីកើតវិញមិនមែនមកពីជើងហ្នឹងនេះខ្លែងហោះទៅលិចបាត់ហើយបងប្អូននេះវាត្រូវហោះចេះបានខ្យល់មកពីជើងហើយទៅពេលខ្លែងហោះទៅនោះអញ្ចឹងខ្យល់មកពីកើតទេឈៀកកើតបាត់ហើយជាមួយយប់បាទបងប្អូនអរគុណច្រើនវីដេអូយើងមានតែប៉ុណ្ណឹងទេជួបគ្នាវីដេអូក្រោយទៀតបងប្អូនជម្រាបលា